សូមស្វាគមន៍មកកាន់រឿងពន្លឺស្នេហ៍កក់ក្ដៅភាគទី11នៅក្នុងពេលនេះទូស្រីនឹងកំពុងតែមកលេងហ្គេមជាមួយនឹងទូប្រុសគឺជាប្រភេទហ្គេមប្រណាំងម៉ូតូទូស្រីនេះសប្បាយផងនាងបើកយកមកអស់ដៃរបស់នាងទូប្រុសបានតែអញ្ចេះក៏សម្លឹងទៅកាន់នាងប៉ុន្តែមិនបានប្រមាណក៏បុកជញ្ជាំងដួលបានទូប្រុសនិយាយថានេះស៊ីកងតូចខ្ញុំម្ដងដូច្នេះក៏បានឡើងហើយក៏បើកប្រណាំងម៉ូតូហើយលេនអ៊ីសិនទូប្រុសពូកាជាងទូស្រីឆ្ងាយតាំងពីលេខរៀងទី16ចុះលេខរហូតដល់លេខ10គត់ឯណោះដល់តែពេលឃើញដូច្នេះទូស្រីមានអារម្មណ៍ថាចង់ធ្វើបាបនាងបាននិយាយថាទៅឆ្វេងបត់ទៅស្ដាំបន្តិចឆ្វេងស្ដាំទូប្រុសបត់តាមទូស្រីឡើងបង្វិលជុំរួចហើយក៏វិពួកដែរតែក៏បោកចិញ្ចាំងស្លាប់ដូចជាទូស្រីដូចគ្នាហើយអញ្ចឹងហើយទូប្រុសក៏ដឹងដែរថាស៊ីកងនោះបានធ្វើបាបគាត់នាងចង់លេងខ្លួនឯងម្ដងទៀតនាងឡើងក៏លេងមកដល់សើក្អាកបណ្ដាណូបានតែប៉ុណ្ណេះហើយក្តីសុខខ្លាំងណាស់ទូប្រុសរបស់ជើងក៏មិនតែលេងរហូតដល់គេបិទទ្វីឯណោះពេលដែលចេញមកខាងក្រៅទូស្រីទៅស្ដាយណាស់កុំតែគេបិទក្មួយលេងបានច្រើនទៀតបានតែដល់ខាងមកបន្តជាមួយនឹងការទិញដូចជាពោតនិងសម្បត្តិកុនចូលទៅមើលក៏ប៉ុន្តែគូស្នេហ៍មួយគូនៅចិត្តទូស្រីក៏បាននិយាយថាខ្លួនចង់ញ៉ាំពោតផ្ទុះប៉ុន្តែខាងសង្សារខាងប្រុសថាអត់ឲ្យញ៉ាំទេអូនកំពុងចង់ស្រក់ទម្ងន់ទូស្រីនិយាយថាមិនក៏យើងមិនជួយនិយាយគេបន្តិចទៅទូប្រុសក៏និយាយថានាងតមហារាល់ថ្ងៃប៉ុន្តែលោកពុំដែលសួរនាងតតែសោះដូច្នេះត្រឹមតែម្ដងប៉ុណ្ណោះនាងញ៉ាំចោធ្វើឲ្យបារម្ភលែនោះសរសើរទូប្រុសថាប្រុសដូចជាបំបីនៃលេខកូធនាគារមួយអញ្ចឹងបន្ទាប់ពីចេញមកវិញទូស្រីស៊ីកងទៅសារថាលេសិនលោកពិតជាប្រកែកខ្លាំងណាស់ក្នុងការនិយាយពាក្យពេចន៍ទាំងអស់នេះតែទូប្រុសនិយាយថាវាដូចជាការធ្វើតេស្តមួយអំឡុងពេលដែលគាត់រៀននៅសិក្សាពេទ្យបន្តែពេលដែលចុះមកដល់ខាងក្នុងរោងកុនចាប់ថ្នាក់ឃើញគូស្នេហ៍មួយគូនោះកំពុងតែដើរមកកាន់ជាមួយនឹងពោតផ្ទុះហើយនឹងភេសជ្ជៈផ្អែមទូស្រីឲ្យញ៉ាំហ្មងក៏បានហុចមេដាយឲ្យទៅកាន់ទូប្រុសមួយគឺល្អខ្លាំងណាស់នេះសិនថាវាជារឿងធម្មតាទេកុំសរសើរខ្លួនពេកអីពិតជាអរគុណណាស់បន្តិចនោះទូស្រីនាងកំពុងតែមើលកូនបណ្ដានាងក៏ស្រាប់តែមានអារម្មណ៍ថាស្ងាប់ហើយក៏ងងុយគេងរំពេចនោះនាងក៏ថ្មិចភ្នែកគេបន្តិចទូប្រុសវិញក៏កំពុងតែសម្លឹងដល់ម្ដងទូស្រីកំពុងងងុយទេណាក្បាលរបស់ទូស្រីក៏បានកើលើស្មារបស់លីនីសិនហើយលីនីសិនណាចូលឡនទាំងអស់គ្នានៅពេលដែលអារម្មណ៍នរណាម្នាក់យើងក្រាស់ទៅកាន់នរណាម្នាក់ដែលយើងស្រឡាញ់ពេលគេនៅក្បែរចឹងមានអារម្មណ៍ថានឹកគ្រប់ពេលវេលាដែលគេធ្វើអ្វីទាំងអស់នៅចំពោះយើងធ្វើចឹងមានអារម្មណ៍ថាកាន់តែមានភាពផ្អែមល្ហែមចំពោះខ្លួនឯងហើយក៏កក់ក្ដៅចំពោះបេះដូងរបស់យើងឡងពេលនេះដែរហើយគាត់ក៏បានដកពពផ្ទុះចេញតិចហើយទូប្រុសក៏ស្រីកន្លែងអង្គុយរបស់គាត់ដើម្បីទូស្រីងាយស្រួលកើលើស្មារបស់គាត់ប៉ុន្តែគូស្នេហ៍មួយគូនៅខាងលើឯណែកំពុងតែប្រាប់ទៅកាន់សង្សាររបស់ខ្លួនឲ្យកើនៅលើស្មារបស់ខ្លួនដូចគ្នាដែរអញ្ចឹងហើយចង្កៅមួយសន្តោពេលនេះនឹងការមើលកូនរឿងក៏ចប់ក៏ដាច់កាត់ទូស្រីនឹងក៏បានភ្ញាក់ពីដំណេកនាងក្រោកឡើងនាងក៏បានសម្លឹងមើលថាតើវាចប់ហើយមែនទេទូប្រុសថាវាចប់មិញនឹងឯងទូស្រីថាម៉េចក៏មិនដាស់នាងអញ្ចឹងក៏មិនតែទូប្រុសថាមិនថ្មីទេគាត់បានតែប៉ុណ្ណេះនឹងក៏គ្រាន់តែមានអារម្មណ៍ថាល្អតែប៉ុណ្ណោះពេលដើរចេញមកខាងក្រៅទូស្រីក៏បានសួរថាតើនាងគេងជាមួយនឹងទូប្រុសនៅកាលលើស្មាយូរហើយមិនក៏មិនដាស់នាងមិនចុកស្មាទេលីនីសិនទូប្រុសនិយាយថាគ្មានបញ្ហាវាដូចជាវីរៈបរោះជួយទៅកាន់ស្រីស្អាតអំឡុងពេលដែលចៅកំពុងតែឆក់កាបូមហើយពេលនោះគូស្នេហ៍មកគូនោះក៏បាននិយាយថាសង្សាររបស់ទូស្រីនឹងពិតជាល្អណាស់មានជំនាញក៏ចាក់ចេញទៅបានពេលនេះទូស្រីថាប៉ាត់តែលោកពិតជាមិនងងុយគេងទៅតែសោះឆ្លើយប្រាប់ឲ្យត្រង់មកអង្គុយស្ងៀមរហូតដែលមិនរើសម្បីបន្តិចទូប្រុសមកស្រស់របស់ចឹងងញញឹមនិយាយថាពេលនេះវាចិត្តដល់មកហើយក៏ចិត្តជប់ជ្រៅដែរអូសដៃទូស្រីចាក់ចេញទៅកន្លែងមួយវាគឺជាកន្លែងមួយដែលអង្គុយទៅលក្ខណៈថារ៉ូមែនទិកទូស្រីក៏អង្គុយទូប្រុសនឹងក៏អង្គុយសិញ្ចឹងបែបនេះមើលជាមួយនឹងទេសភាពដ៏ស្រស់ស្អាតពេលនេះទូស្រីក៏បានឆ្លៀតសួរនេះសិនតើលោកមានអាយុប្រមាណហើយទូប្រុសថាក្នុងនាមជាចៅហ្វាយនេះរបស់គេមិនក៏មិនដឹងថាបុគ្គលិកខ្លួនមានអាយុប្រមាណនោះកំពុងតែចង់ដឹងជាឬជាគល់គាត់ទូស្រីថាឥឡូវនេះប្រាប់នាងឬអត់អាយុប៉ុន្មានទូប្រុសរាប់ថាគាត់ទៅតែអាយុ28ឆ្នាំប៉ុណ្ណោះទូស្រីថា28ឆ្នាំតែលោកក្មេងណាស់ហើយក៏បានរៀនចប់បណ្ឌិតធ្វើជាគ្រូពេទ្យវេកាទៀតផងទូប្រុសថាដែលសារតែគាត់ចូលរៀននៅអាយុតិចគឺតែអាយុ3ឆ្នាំអីហ្នឹងក៏ប៉ុន្តែនេះស៊ីគងតានាងហាក់បីដូចជាជំពាក់ជីវិតរបស់ខ្ញុំមែនទេទូស្រីថាគ្មានទេនាងគ្រាន់តែមិនចង់កើតហើយក៏ចង់សម្លាប់ខ្លះតែទូប្រុសក៏ឆ្លុះស្រាពេលនោះហើយទូស្រីនិយាយថានាងគ្រាន់តែនិយាយថានៅពេលនេះដល់ពេលហើយដែលពួកយើងនឹងគួរត្រឡប់ទៅវិញតែទូប្រុសថាពេលនេះគឺជាពេលមួយដ៏ល្អសម្រាប់ការដេតរបស់ពួកយើងជីថាគាត់ចង់និយាយទំនាក់ទំនងពិតប្រាកដជាមួយនឹងទូស្រីតែទូស្រីក៏គិតថាជាការលេងសើចចំណាមិនតបមកដល់នៅសន្តាគារមួយទូស្រីក៏បានលាទូប្រុសដើម្បីទៅគេងសម្រាកចាំការមិត្តភក្តិរបស់គាត់ថ្ងៃស្អែក
តែបុគ្គលិកទីយកអត្តញ្ញាណប័ណ្ណណាទូប្រុសចេញទៅបាត់ហើយនៅឡើយទូស្រីអត់មានអត្តញ្ញាណប័ណ្ណជាប់ខ្លួននាងក៏បានប្រញាប់ទៅរកប៉ុន្តែនាងក៏បានខររលេងអេសិនលោកនៅឯណាដូច្នេះទូប្រុសក៏បានចូលអត្តសញ្ញាណប័ណ្ណឲ្យទៅកាន់ទូស្រីដល់ទៅកាន់គេគិតប្រាក់ហើយក៏ស្នាក់នៅទីនេះទូប្រុសថាមិនគិតថាផែនការផ្លាស់ប្ដូរឲ្យគាត់មកជាមួយទូស្រីអញ្ចឹងសោះកាលមកដល់ពេលទូស្រីរៀបចេញទៅទូប្រុសនឹងក៏បានហត់ជាមួយសម្លៀកបំពាក់ខ្លះក៏អត់ទៅនិយាយថាត្រូវចាំណាថ្ងៃស្អែកត្រូវក្រោកពីប្រើកុំឲ្យគេងយូរពេកទូស្រីនេះឡើងអៀននាងដឹងហើយនាងក៏ចាក់ចេញក៏មិនតែដល់ពេលដែលមកដល់ក្នុងបន្ទប់សន្តាគារបើជំនាញភាពស្រស់ស្រាយនាងឆ្លៀតឆាត់សួរទៅកាន់លីនអេសិនថាតើលោកទៅដល់ផ្ទះហើយឬនៅក៏មិនតែទូប្រុសនឹងគាត់មិននិយាយអ្វីច្រើនទេគាត់តែយកទូរស័ព្ទថត selfie មួយចំនួននៅកន្លែងដែលគាត់កំពុងតែអង្គុយគឺបញ្ជាក់ច្បាស់ៗឲ្យទូស្រីបើកជាមួយនឹងមុខអួចទៅដូច្នេះទូស្រីប្រញាប់ចូលជាមួយនឹងកន្លែងបើកវាំងននគឺចេញទៅស្ពាបដូចទូប្រុសកំពុងអង្គុយហ្នឹងណាបើន័យថាទូប្រុសអត់នៅផ្ទះទេនៅសន្តាគារនេះដូចគ្នាគឺនិយាយផ្ដាស់ផ្ដំពាក្យពេចន៍មួយចំនួនឬដងលេបខែគ្នាខ្លះក៏មិនតែកាន់មកបរិះកំសាកស្នេហ៍ពេលនេះកំពុងតែញ៉ាំស្រានិយាយជាមួយនឹងជូហួយដែលជូហួយនឹងក៏បានរៀបរាប់ពីដំណើរស្នេហារបស់គាត់ជាមួយស៊ឺលៀងពិតជាល្អណាស់ក៏មិនតែចុះឯងវិញជាមួយនឹងអាស៊ីគួងក៏មិនតែគាត់កំពុងស្រមៃណាឃើញទូស្រីបាននិយាយថាស្រឡាញ់មកកាន់គាត់ប៉ុន្តែនឹងជាយាមឲ្យទៅកាន់ចង់ស៊ីស្រឡាញ់មកកាន់ទូស្រីវិញតែទូស្រីជួបចុងក្រោយគឺមានមិត្តប្រុសរួចទៅហើយពេលនេះត្រឹមតែនិយាយថាជូហួយខ្ញុំនឹងនាងហាក់បីដូចជាកាត់ផ្ដាច់គ្នាទៅហើយពេលនេះចូលមកព្រឹកស្អែកពេលនេះហើយទូស្រីកំពុងក្រោកពីដំណេកទូប្រុសឆាប្រាប់ថាក៏កំពុងតែចាំហើយក៏បន្តនិយាយទូរស័ព្ទម្ដងខាងក្រោមទៀតទូប្រុសកំពុងតែបែកខ្នងនិយាយទូរស័ព្ទឡើងសង្ហាបែរមកទូស្រីនឹងកំពុងតែផ្លឹកមើលទៅកាន់ទូប្រុសប៉ុន្តែក៏មិនញ៉ាំអាហារនៅពេលព្រឹងគឺជាអាហារនៅក្នុងទីក្រុងវូស៊ីពេលទូស្រីរៀបរាប់ណាពីការញ៉ាំអាហាររបស់ពួកគេដ៏ស្រស់ស្អាតទូប្រុសក៏ទៅសារថាថ្ងៃត្រង់ក៏ស្អាតដែរតែកៅភ្នែកសម្លឹងបាញ់ទៅរកទូស្រីរុញនំប៉័ងឲ្យទៅកាន់នាងទៀតព្រោះដឹងថាទូស្រីចូលចិត្តញ៉ាំច្រើនហើយក៏ឆ្ងាញ់ទៀតចំណាយយើងកាត់មកដល់ពេលដែលចេញមកដល់ខាងក្រៅពេលនេះទូប្រុសកំពុងតែបំងឆាត់ឲ្យទូស្រីចូលហោះក្នុងឡានក៏មិនតែទូស្រីនិយាយថានេះសិនលោកហាក់បីដូចជាធ្វើច្បាស់ពេកទូប្រុសថាច្បាស់អញ្ចឹងហើយព្រោះខ្ញុំកំពុងតែតាមស្រឡាញ់ទៅកាន់អ្នកខ្លះនៅចិត្តនេះគឺទំនាក់ទំនងពិតប្រាកដហើយបន្តិចណូកាត់មកពេលដែលយើងមកដល់នៅកន្លែងហើយពីឡើងប៉ានក៏នៅតែឃើញទូស្រីមកដល់នៅពិតជ្រៃអីណាមកលេងចំនួនទូស្រីនិយាយថានាងពិតចំណឹងនៅចង់ខ្លាំងបំពេចណូលេងនេសិនកំពុងតែចាប់ដៃរបស់ទូស្រីដោយអូដៃមកចិត្តគាត់ហត់ជាមួយនឹងការចងដៃឲ្យទៅកាន់ឡើងប៉ានតែទូស្រីក៏ហត់ឲ្យដូចគ្នាហើយថែមទាំងអោបទូស្រីទៀតផងក៏ប៉ុន្តែពេលដែលចុះមកដល់ខាងក្នុងពេលពោពេញដោយភ្ញៀវកិត្តិយសយ៉ាងច្រើនប៉ុន្តែទូស្រីក៏បានខ្សឹបទូប្រុសតិចថាត្រូវធ្វើជាគូស្នេហ៍ឲ្យសមបំផុតកុំឲ្យមានកំហុសឆ្គងណាមួយក៏មិនតែលីលីសិនក៏ប្រាប់អូនសម្លាញ់ពេលនេះអូនកំពុងតែតាមស្រឡាញ់មកកាន់បងមែនទេត្រូវអត់ការនិយាយពាក្យពេចន៍ទាំងអស់នោះពួកឲ្យមិត្តរបស់ទូស្រីកំពុងតែសម្លឹងមើលនៅចុងមិត្តភ័ក្ដិនៅតែខ្សឹបគ្នានិយាយអញ្ចឹងទៀតហើយក៏បែរត្រឡប់មកវិញហើយក៏កាត់ពេលដែលកូនកំឡោះកំពុងតែចេញមកជាកិច្ចកម្មវិធីក្នុងការបំពាក់ចិញ្ចៀនអីជាដើមក៏ប៉ុន្តែទូស្រីមិនហ៊ានមកទៅកាន់ចង់ស៊ីដែលជាកូនកំដរឡើយពេលនោះទូប្រុសក៏បានចាប់សាច់ជ្រូកឲ្យសម្រាប់ខ្លះទៅបើសិនជាមានអារម្មណ៍ថាហត់ណាស់មិនបានប្រមាណអាចៃរងកំពុងតែមកអង្គុយជិតបាននិយាយថាមើលទៅខ្ញុំលើឈ្មោះលោកលីនដូចជាប្រហែលកន្លែងធ្វើការរបស់ខ្ញុំនៅក្រុមហ៊ុនសឹងជីនទូប្រុសក៏សួរវិញថាតើធ្វើការនៅក្រុមហ៊ុនសឹងតាមមួយណាទៅអាចៃរងប្រាប់ថានៅសឹងជីនខ្ញុំគឺជាលេខារបស់លោកសឹងដូច្នេះហើយទូប្រុសនិយាយថាអញ្ចឹងធ្វើការនៅក្រមបង្គាប់របស់គេនោះទេជារងក៏និយាយបន្តរីដងទៅកាន់ទូស្រីថាធ្វើការនៅសឹងជីននៅសិង្ហៃក៏ល្អជាងនៅឯស៊ូចៅដែរថាស៊ូចៅនឹងទៀបជាងកន្លែងសិង្ហៃទូស្រីតែគ្មានអ្វីទេខ្ញុំជឿស៊ូចៅមួយវិធីសឹងយើងគឺជាពេលហូនពេលកណ្ដាលនៃគ្រួសាររបស់ខ្ញុំធ្វើមិនធ្វើក៏គ្មានផលប្រយោជន៍អីសម្រាប់ខ្ញុំដែរជារងខ្ញុំពិតជាស្គាល់នៃគ្រួសារសឹងច្បាស់ណាស់បើមានបញ្ហាអីអាចមកសួរមកកាន់ខ្ញុំដើម្បីឲ្យខ្ញុំជួយទៅកាន់នាងបានណានៅជ័យមិនតបមកពេលនោះទូប្រុសវិញក៏ស្រាប់តែអស់សំណោចពេញចិត្តឲ្យស្ដោទូស្រីនឹងក៏បានកេះសួរថាលីនអេសិនតើលោកកំពុងតែសើចនៅញញឹមអ្វីលីនអេសិននឹងក៏បាននិយាយថាលើក្រោយបើសិនជាចង់ឲ្យគាត់ការពារទៅកាន់ទូស្រីមិននិយាយអីច្រើនទេគ្រាន់តែនិយាយតូនខ្លួនបងសម្លាញ់ចំពោះគាត់ទៅបានហើយក៏មិនតែចង់ស៊ីក៏មកដល់ល្មមក៏ចង់ពេលដែលស៊ូលៀងកំពុងតែសួរទៅកាន់ទូប្រុសថានៅស្ថាគារគេជុំជាមួយនឹងទូស្រីមែនក៏មិនតែទូប្រុសនិយាយការពារផ្លែនថាខ្លួនគេសន្តាគារជាមួយនឹងគ្នាប៉ុន្តែបន្ទប់ផ្សេងគ្នាគាត់ទៅយកនាងប៉ុណ្ណោះមិត្តភ័ក្តិរបស់ចង់ស៊ីវិញសរសើរថាចង់ស៊ីប្រហែលជាមានប្រាក់ខែច្រើនហើយ
បន្ទាប់ពីចូលក្រុមហ៊ុនប្រាក់កម្ចីតែចង់ស៊ីនិយាយថាវាមិនដូចការកើតតែភ្នែកសម្លឹងប្រទូស្រីក៏ប៉ុន្តែលើកនេះទូស្រីផ្ដោតសំខាន់ទៅលើលីនអេសិនទូប្រកំពុងតែដួសជាមួយនឹងអាហារឲ្យទៅកាន់លីនអេសិនទៀតផងនៅចំពោះមកចង់ស៊ីមិនបានប្រមាណកូនកំមុំកូនកំឡោះមកបបួលចូលស្រាគ្នាទៅវិញទៅមកក៏ប៉ុន្តែក៏ស្រានឹងចាក់លើដៃឯរបស់ទូស្រីជាស្នាដៃរបស់ចង់ស៊ី